ណេកមានការឈឺចុកចាប់ក្តៅក្រហល់កាហាយហួលពីខាងក្នុងបាត់បង់ទៅលើចំណងចាមើលមិនដឹងអ្នកគ្រូឥឡូវហ្នឹងដើម្បីមើលមិនឲ្យដឹងទៅលើបញ្ហាលាកមកស្បូននាងខ្ញុំឲ្យបងដឹងទៅលើចំណុចទាំងអស់នេះចាគឺបញ្ជាក់ថាបងមានទៅលើបញ្ហាលាកមកស្បូននេះទី1រួមដំណេកមានការឈឺចុកចាប់ក្តៅក្រហល់កាហាយហួលពីខាងក្នុងបាត់បង់ទៅលើចំណងចាកត្តាទី2អាសារោយចកេះខុសពីធម្មតាចុកចកេះចុកខ្នងអាសារោយកញ្ចឹងកបាត់ជើងតូចមានអារម្មណ៍ថាក្តៅភាចេញពីពហុនោមរោគសញ្ញាទី3គឺមានការធ្លាក់សរមាស់ធំក្លិនធ្លាក់សសន្តានជារៀងខាប់របៀបជារៀងខួនដែងឬក៏របៀបជារៀងដោះគោខាប់មានក្លិនស្អុយមានក្លិនជូរផ្អូមខ្លាំងមែនតែនចាហ្នឹងគ្រាន់តែ3រោគសញ្ញាហ្នឹងគឺអាចបញ្ជាក់ថាបងប្រឈមទៅលើបញ្ហាលាកមកស្បូននិងកើតមានបញ្ហាលាកមកស្បូននេះធ្លាក់សចារមាស់ធំក្លិនមានការក្តៅក្រហល់កាហាយអស់កម្លាំងល្វើយលហិតលហើយធីងធងអកមុនប្រែប្រួលរដូវមកមិនទៀងឈឺចុកចាប់ពេលមករដូវនេះគឺជាអាការៈបន្ថែមទៀតដែលជាគោលធំហ្នឹងបងប្អូនអាចសង្កេតមើល3ចំណុចហ្នឹងបានមានជាចម្ងល់មានជាសំណួរអាចមកសួរអ្នកគ្រូបានចាឬក៏បងប្អូនអាចតំណអ្នកគ្រូតាមរយៈលេខទូរស័ព្ទអ្នកគ្រូដែលមាននៅលើ caption ឬក៏បងប្អូនអាចតំណអ្នកគ្រូតាមក្នុង page បានអ្នកគ្រូសិពៅមានការចែករំលែកខ្លីខ្លឹមប៉ុណ្នេះសម្រាប់បងប្អូនមានជាសំណួរឬក៏មានជាចម្ងល់អាចតំណអ្នកគ្រូបាននាងខ្ញុំសិពៅអរគុណគ្រប់លាបងប្អូនទាំងអស់គ្នា